ថ្ងៃនេះចូលមកណែនាំនៅ plugin មួយដែលយើងអាចបំលែងពីអក្សរឬក៏ជា vector ទៅជាដែកទៅជាភ្លើងអីបានទៅជាកន្លះអីផ្សេងឥឡូវយើងទៅ download ទាំងអស់គ្នាអញ្ចឹង plugin មួយនេះដែរគឺគេឲ្យយើងទិញក៏ប៉ុន្តែយើងអាចប្រើ trial បានខ្ញុំអត់ណែនាំទៅប្រើ credit ទេព្រោះអីអាចមានបញ្ហានៅលើ computer យើងអញ្ចឹងយើង start free មកគេ30ថ្ងៃយើងយកមក test សិនមកបើសិនជាល្អចាំយើង subscribe download យកមកប្រើមកអូខេអញ្ចឹងខ្ញុំផាស email ខ្ញុំចូលខ្ញុំ start trial ពេល30ថ្ងៃហ្នឹងទៅយើងអាចចូលទៅ email របស់យើងមកយើង download មកពេលដែលយើង download បានហើយយើងចុចតម្លើងមកគ្រាន់តែចុច click នៅលើវា2ដងមកនិយាយ next មកអូខេខ្ញុំយក Photoshop សម្រាប់2026គឺ plugin នេះប៉ុណ្ណេះមកខ្ញុំចុច OK ហើយខ្ញុំចុច next អូខេឥឡូវខ្ញុំទៅបិទ Photoshop សិនអូខេអញ្ចឹងនៅពេលដែលយើងបិទ Photoshop ហើយយើងក៏តែចុច next មកអូខេ finish ហើយអូខេអញ្ចឹងយើងទៅបើក Photoshop របស់យើងមកហើយរបៀបនៅក្នុងការប្រើវាអត់មានអីពិបាកទេអូខេអញ្ចឹងយើង convert អីដែលយើងចង់ធ្វើហ្នឹងទៅជា smart object សិនមកឥឡូវឧទាហរណ៍ថាខ្ញុំចង់ធ្វើ frame មួយនេះអូខេអញ្ចឹងខ្ញុំ convert ទៅជា smart object ហើយអូខេមួយនេះអញ្ចឹងដែរខ្ញុំ convert ទៅជា smart object ឬមកក៏យើងមាន text ផ្សេងឧទាហរណ៍ថាខ្ញុំមាន text hybrid នេះចឹងអូខេអញ្ចឹងខ្ញុំ copy ខ្ញុំយកមកផាសនៅក្នុង Photoshop ហ្នឹងអូខេពណ៌សអូខេប៉ុណ្ណឹងមកឥឡូវខ្ញុំធ្វើនៅលើ frame មុនអូខេ frame នេះខ្ញុំចង់ធ្វើទៅជាដែកអូខេអញ្ចឹងខ្ញុំចូល filter នេះ plugin មួយហ្នឹងគឺ load នៅខាងក្រោមគេនេះចុចcontinue trial មកអូខេអញ្ចឹងវានឹង load ផ្ទាំង interface ថ្មីមួយទៀតហើយនៅក្នុងនេះវាមានច្រើនអូខេតាក់ទងទៅនឹងដែកខ្ញុំយកជាប្រភេទដែកមួយនេះអូខេអញ្ចឹង setting ផ្សេងវាស្តៀងទៅនឹង layer style នៅក្នុង Photoshop ដែរទេអូខេអញ្ចឹងយើងតេស្តទៅតាមហ្នឹងទៅឥឡូវឧទាហរណ៍ថាប៉ុណ្ណេះខ្ញុំពេញចិត្តហើយខ្ញុំចុច OK មកដែកអូខេអញ្ចឹងអក្សរនេះមួយទៀតខ្ញុំចូលទៅ filter អូខេ exposure software នេះអូខេ iCandy 7ខ្ញុំចុច continue trial មកអូខេនេះដែក lawyer អូខេតើតើទៅនឹង setting ផ្សេងយើងអាចតេស្តមើលខ្លួនឯងទៅណានេះជារបៀបប្រើប្រាស់មួយចំនួនវាស្តៀងទៅនឹងlayer style ដែរទេអូខេចុច OK មក clear layer style ចោលទាំងអស់អូខេដោយសារតែវាជាប់នៅ layer style មួយពណ៌សអញ្ចឹងទៅវាអត់សូអូខេឥឡូវយើង clear layer style ចេញអស់ទៅឃើញតែ smart filter iCandy នេះមួយគឺវាសូដែកដែលយើងបានដាក់មិញហើយអញ្ចឹងនេះជារបៀបនៃការប្រើប្រាស់នៅ plugin iCandy នឹងមួយចំនួនអញ្ចឹងបើសិនជាយើងចង់ដឹងពីរបៀបនៃការប្រើប្រាស់ផ្សេងទៀតយើងអាចចូលទៅតេស្តមើលក្នុងនឹងបានក្នុងនោះគឺមានច្រើនមែនទែនប្រភេទ effect អូខេដូចដែលបានឃើញនេះអញ្ចឹងមាន effect ច្រើនអូខេហើយមានប្រភេទ light ប្រភេទ bevel profile អូខេមានទាំងអស់អូខេអញ្ចឹងពេលតនេះយើងតម្លើងហើយយើងតេស្តមើលខ្លួនឯងទៅអានេះគ្រាន់តែខ្ញុំប្រាប់ពីរបៀបនៃការ install ហើយនិងរបៀបនៃការប្រើប្រាស់មួយចំនួន